ការពីពេលថ្មីនេះសាលាការ៉ាតេដូសូតូកង់កម្ពុជាបានរៀបចំការប្រកួតកីឡាការ៉ាតេដូសូតូកង់ប្រចាំឆ្នាំ2015របស់ខ្លួននៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកដើម្បីជ្រើសរើសយកជើងឯកប្រចាំសាលាការប្រកួតនេះមានការចូលរួមពីអ្នកការ៉ាតេជាង600នាក់មកពីក្លឹបការ៉ាតេចំនួន23ដែលមកពីរាជធានីភ្នំពេញខេត្តកណ្ដាលកំពង់ចាមសៀមរាបនិងខេត្តព្រះសីហនុការប្រកួតនេះដែរចែកចេញជាប្រភេទផ្សេងគ្នាប្រភេទទី1កុមារាកុមារីអាយុក្រោម10ឆ្នាំប្រភេទទី2កុមារវ័យជំទង់អាយុ15ឆ្នាំនិងប្រភេទទី3កុមារវ័យជំទង់អាយុ16ឆ្នាំឡើងទៅការប្រកួតជម្រុះមានរយៈពេល2ថ្ងៃដើម្បីជ្រើសរើសយកអ្នកមានសមត្ថភាពខ្ពស់ទៅចូលរួមនៅក្នុងវគ្គផ្ដាច់ព្រាត់នាថ្ងៃបន្ទាប់ការប្រកួតនាវាផ្ដាច់ព្រាត់នេះប្រព្រឹត្តទៅដោយមានការចូលរួមពីអាយុធមបណ្ឌិតសុកស៊ីផាណានាយកសាលាការ៉ាតេដូសូតូកង់កម្ពុជាអាយុធមមីងបានកុសលតំណាងដ៏ខ្ពង់ខ្ពស់របស់អាយុធមបណ្ឌិតអ៊ុនពាន់មនីរតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានកិត្តិយសសាលាការ៉ាតេដូសូតូកង់កម្ពុជាអាយុធមមីសាមឌីស៊ីវឌ្ឍនាខ្សែក្រវ៉ាត់ខ្មៅ7ជាន់តំណាងអាយុធមបណ្ឌិតហងជុននរុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងអាយដាមយូជីគូម៉ាម៉ារុឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រជាណាចក្រកម្ពុជាមានប្រសាសន៍ស្វាគមន៍នៅក្នុងឱកាសនោះអាយដាមយូជីគូម៉ាម៉ារុឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាបានសម្ដែងនៅការអបអរសាទរដល់កុមារាកុមារីដែលបានចូលរួមប្រកួតទាំងអស់ឲ្យទទួលនៅជោគជ័យការប្រកួតបានប្រព្រឹត្តទៅជាមួយនឹងវិញ្ញាសាប្រកួតកាតានិងការប្រយុទ្ធឯកតជនការប្រកួតនៅវគ្គផ្ដាច់ព្រាត់នេះមានភាពស្វិតស្វាញដោយកីឡាករម្នាក់ៗមានការខិតខំប្រឹងប្រែងរៀងៗខ្លួនតាមប្រសាសន៍អាយដាមសុកស៊ីផាណានាយកសាលាការ៉ាតេដូសូតូកង់កម្ពុជាសាលាការ៉ាតេដូសូតូកង់កម្ពុជាតែងរៀបចំការប្រកួតជម្រើសជើងឯកការ៉ាតេចំនួន2ដងក្នុងមួយឆ្នាំក្នុងគោលបំណងជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់និងអភិវឌ្ឍវិស័យកីឡានិងជួយឲ្យក្រុមអត្តពលិកមានការប្រុងប្រៀបរួចរាល់សម្រាប់ការប្រកួត SEA Games នៅពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ2023ដែលចំនួនកីឡាករយើងនឹងគឺវាច្រើនសន្ធឹកសន្ធាប់វាជាង600ហើយអញ្ចឹងមានន័យថាយើងមានលទ្ធភាពជំរុញការស្រឡាញ់កីឡាហ្នឹងការហាត់កីឡាហ្នឹងបានដល់កម្រិតមួយដែលយើងមិននឹកស្មានថាបានប៉ុណ្្នឹងទេយើងមានលើកនេះយើងមានលទ្ធភាពអញ្ជើញមកពីខេត្តទៅទៀតយើងដកស្រង់ការពិសោធន៍ថាក្នុងយើងធ្វើប្រហែលឆ្នាំយើងឡើងមកនៅសាលាយើងឡើងមកណាហើយទី1ក្នុងការរៀបចំគណៈកម្មការអីយើងថាវាកាន់តែសុក្រិតទៅគឺយើងស៊ីហ្គេម2023យើងម្ចាស់ផ្ទះព្រោះតតែសមត្ថភាពនៃគណៈកម្មការក្នុងការរៀបចំតខ្លាំងដែរណាកីឡាករគាត់ខ្លាំងរឿងគាត់តែប្រកួតទេប៉ុន្តែតារចនាសម្ព័ន្ធនៃការរៀបចំមិនកើតក៏អត់កើតដែរណាអញ្ចឹងអានឹងខ្ញុំឃើញវាឡើងទាំងពីរទាំងកម្រិតកីឡាករដែលប្រកួតឃើញខ្ញុំឃើញឡើងជាមុនឆ្ងាយហើយរបៀបរបបនៃគណៈកម្មការនៃការរៀបចំទៅទៀតការប្រកួតនេះទោះបីជាប្រកួតជាលក្ខណៈសាលាប៉ុណ្ណោះប៉ុន្តែរបៀបនៃការដាក់ពិន្ទុគឺដូចគ្នាទៅនឹងការប្រកួតលក្ខណៈតំបន់យ៉ាងដូចនោះដែរបន្ទាប់ពីរៀបចំព្រឹត្តិការណ៍នេះប្រចាំឆ្នាំអាយដាមសុកស៊ីផាណាបានមានប្រសាសន៍ថាចំនួនកុមារដែលចូលរួមផ្នែកកីឡាការ៉ាតេនេះមានចំនួនកើនឡើងជាលំដាប់ម្យ៉ាងវិញទៀតកីឡាដែលមានប្រភពមកពីប្រទេសជប៉ុននេះមានសារៈសំខាន់សម្រាប់សុខភាពនិងធ្វើឲ្យអ្នកហាត់មានវិន័យខ្ពស់ផងដែរសំខាន់គឺថាទី1គឺកម្លាំងកាយណាកម្លាំងកាយដល់ហាត់យូរទៅវាមានកម្លាំងវាមានថាប៉ុន្តែគាត់សំខាន់នៅលើចិត្តសាស្ត្រខ្លាំងឯងពួកក្មេងមួយដែលហាត់រាប់ឆ្នាំទៅវាមានវិន័យហើយឥឡូវសញ្ញាបត្រយើងទៅដឹងថាសញ្ញាបត្រសាលារបស់យើងនឹងទទួលស្គាល់ដោយសហព័ន្ធទទួលស្គាល់ដោយក្រសួងអប់រំអញ្ចឹងមានន័យថា
ពេលថ្ងៃមួយហ្នឹងគាត់អាយុ6 10 7 10ហ្នឹងគាត់កាន់កដាហ្នឹងគាត់ទៅការងារធ្វើគេទទួលស្គាល់ថាអាក្មេងមួយហ្នឹងវាមានវិន័យព្រោះវាធ្លាប់ហាត់4 5 6ឆ្នាំវាមានវិន័យហើយសំខាន់គឺការគោរពគ្នានៅក្នុងសង្គមណាពេលដែលយើងហាត់ហ្នឹងយើងទៅជាមានការគោរពអញ្ចឹងខ្ញុំថាកីឡាការ៉ាតេនេះវាជួយច្រើនជាងអក្សរកាយសម្បទាទៀតវាជួយនៅលើស្មារតីហ្នឹងហ្មងណាយើងពិនិត្យឃើញថាការរៀបចំប្រកួតរបស់យើងហ្នឹងមានការកើនឡើងរហូតពីមុនមកយើងធ្វើគ្រាន់តែជាឯកតជនទេកុំបាក៏ឯកតជនកតាក៏ឯកតជនបាទឥឡូវនេះយើងឃើញថាយើងធ្វើបានរហូតដល់កតាធីមហើយការកតាធីមបើការងាររបស់ខ្ញុំជាការងារបច្ចេកទេសមិនមែនជារឿងងាយស្រួលទេការបង្ហាត់ឲ្យស្រោះគ្នាការបង្ហាត់ឲ្យវាយគ្នាទៅវិញទៅមកដោយមិនបង្កឲ្យមានគ្រោះថ្នាក់ក្នុងលក្ខណៈសម្ដែងគឺមិនមែនជារឿងងាយស្រួលទេបាទអញ្ចឹងសាលារបស់យើងធ្វើបានខ្ញុំថាមានសេចក្តីរំភើបរីករាយហើយមនោសញ្ចេតនាមួយរីករាយដោយក្រៃលែងដែលសាលាការ៉ាតេដូឈុតកង់ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសុកស៊ីផាណាហ្នឹងបាននាំមកនៅការ៉ាតេមួយដែលរីកចម្រើនរួមមានមិត្តភាពហើយឃើញថាការ៉ាតេបច្ចេកទេសឈុតកង់សម្ងាយកំពុងតែរីកចម្រើនហើយឃើញថាមានមិត្តភាពគ្នាដោយខ្លាំងបច្ចុប្បន្នហ្នឹងហើយម្យ៉ាងទៀតឃើញថាបច្ចេកទេសកាន់តែកើនសិស្សកាន់តែចូលរួមក្នុងសាលាការ៉ាតេដូឈុតកង់ឃើញថាការ៉ាតេកំពុងតែមុខម្យ៉ាងទៀតសាលាការ៉ាតេដូឈុតកង់បានចូលរួមក្នុងការកែតម្រង់វិស័យកីឡារបស់ក្រសួងអប់រំយុវជនកីឡាដោយសារមើលឃើញការរៀបចំព្រឹត្តិការណ៍ប្រកួតជម្រើសជើងឯកប្រចាំឆ្នាំរបស់សាលាការ៉ាតេដូសូតូកង់មានភាពរីកចម្រើនដែលធ្វើឲ្យមានអ្នកស្រឡាញ់វិស័យកីឡានេះចូលរួមកាន់តែច្រើនហេតុដូច្នេះហើយលោកសាយនូរ៉ាប្រធានខេមរៈសហព័ន្ធការ៉ាតេដូបានប្រកាសនឹងបញ្ជូនកីឡាករឆ្នើមផ្នែកការ៉ាតេដូនេះទៅក្នុងជម្រើសជាតិនៅក្នុងឱកាសនោះដែរក៏មានការបង្ហាញក្បាច់ការ៉ាតេពិសេសពីសំណាក់ឯកឧត្តមសុកស៊ីផាណានិងលោកគ្រូការ៉ាតេផងដែរអ្វីដែលល្អហ្នឹងគឺលោកសាយនូរ៉ាបានប្រកាសឲ្យថាគាត់ចង់ឲ្យយើងជំរឿសព្រោះអ្នកចេញពីសាលាយើងដែលបានប្រកួតប្រជែងអ្នកជំរឿសហ្នឹងឲ្យបញ្ជូនទៅឲ្យទៅជំរឿសជាតិអញ្ចឹងគឺថាខ្ញុំថាព្រឹកមិញខ្ញុំចង់ស្លប់ព្រោះយើងអត់នឹកស្មានថាព្រោះយើងធ្វើកម្រិតសាលាបាទយើងធ្វើកម្រិតសាលាយើងអត់ទាន់បាននឹកឃើញថាយើងបានគេហៅទេព្រោះអាហ្នឹងវាចេះអាយើងទៅរត់ចូលវាបាក់តែដល់គេឃើញស្នាដៃយើងគេស្វាគមន៍យើងខ្ញុំថាអាហ្នឹងជាកិត្តិយសតែកុំក្មេងខ្លះខ្ញុំមើលទៅអាយុ2 10បើយើងបដោះ4 5ឆ្នាំទៀតណាក្មេងនេះមានលទ្ធភាពហើយខ្ញុំសង្ឃឹមថា2023វាអាចមាន20 30នាក់ដែលអាចឡើងឆាកបានដែរហើយ600នាក់ស្អីក៏ដោយ100នាក់អានោះដូចជាឡើងអញ្ចឹងជំរុះអសល់20ម៉ាននាក់ហ្នឹងវាអាចឡើងឆាកក្នុង20ហ្នឹងប្រហែលវាអាច1 2វាបានមេដាយមាសទៅ3 4បាន5អញ្ចឹងទៅប៉ុន្តែมันសំខាន់ទេសំខាន់ណាយើងឥឡូវយើងត្រូវពង្រឹងពីឥឡូវហើយហ្មងសាលាការ៉ាតេដូឈុតកង់បានដំណើរការជាដៃគូជាមួយក្រសួងអប់រំយុវជនកីឡាដើម្បីលើកស្ទួយវិស័យកីឡាទូទាំងប្រទេសហើយជាកីឡាការ៉ាតេមួយជាផ្នែកមួយជាវិស័យមួយផ្នែករបស់ក្រសួងហើយយើងជឿថាសាលាការ៉ាតេដូឈុតកង់នឹងរុញចម្រើនតទៅមុខទៀតដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមដូចជាអភិវឌ្ឍសេដ្ឋកិច្ចហើយការ៉ាតេនឹងជាជួយសង្គមមួយដើម្បីឲ្យសង្គមយើងរីកចម្រើនដើម្បីសង្គមយើងរីកចម្រើននិងមានសុខភាពល្អអ្នកមកខាងក្រៅប្រទេសឃើញថានេះប្រទេសនេះចូលចិត្តលេងកីឡាមានន័យថាប្រទេសខ្មែរយើងមានកីឡាករកីឡាការិនីបង្ហាញនៅការរីកចម្រើនក្នុងសេដ្ឋកិច្ចរបស់ប្រទេសជាតិយើងការប្រកួតការ៉ាតេដូជម្រើសជើងឯកប្រចាំសាលាការ៉ាតេដូសូតូកង់កម្ពុជាបានរកឃើញជើងឯកទទួលជ័យលាភីដូចតទៅការប្រកួតកាតាឯកតជនកុមារាអាយុ10ឆ្នាំពូល A លេខ1បានទៅលើកុមារាស្រុនតៃលីមកពីសមាគមការ៉ាតេដូសូតូកង់ខ្មែរពូល B លេខ1បានទៅលើកុមារាឈៀងសុវណ្ណមនីរៈការប្រកួតកាតាឯកតជនកុមារាអាយុ15ឆ្នាំពូល A លេខ1បានទៅលើកុមារាហនឆានីមកពីសមាគមការ៉ាតេដូក្រសួងការពារជាតិខណៈពូល B បានទៅលើកុមារាស៊ុនខៀវសមិទ្ធិមកពីក្លឹបមនីថាបណាចំណែកការប្រកួតឯកតជនបុរសអាយុ16ឆ្នាំលេខ1បានទៅលើហេងចន្ទ្រីមកពីក្លឹបក្រសួងការពារជាតិការប្រកួតកាតាជាក្រុមអាយុ10ឆ្នាំលេខ1បានទៅលើឈ្មោះអុលរក្សាវ៉ាន់ស៊ីឡាយិនពិសិដ្ឋក្រុមអាយុ15ឆ្នាំលេខ1បានទៅលើធានស៊ីលេងច័ន្ទមុនីសុកស៊ីងក្រុមអាយុ16ឆ្នាំបានទៅលើឈ្មោះហេងចន្ទ្រីលីរតនសម្បត្តិតាំងយូ
ចំពោះការប្រកួតឯកតជនកុមារីអាយុ10ឆ្នាំលេខ1ពូល A បានទៅលើឯកស្រីពេជ្រពូល B បានទៅលើស៊ីណេតវិរិយាការប្រកួតឯកតជន15ឆ្នាំពូល A លេខ1បានទៅលើឆនស្រីភានិងពូល B បានទៅលើណាល់អានីតាការប្រកួតឯកតជននារីអាយុ16ឆ្នាំលេខ1បានទៅលើយិនពិសីការប្រកួតកាតាជាក្រុមកុមារីអាយុ10ឆ្នាំបានទៅលើឯកស្រីពេជ្រលីស៊ូអ៊ីងហ្វិនរ៉ាទីក្រុមកុមារអាយុ15ឆ្នាំបានទៅលើកឹមស្រីស្ដើងធុសុគំលងគុន្ធាក្រុមអាយុ16ឆ្នាំបានទៅលើឈ្មោះនាងស៊ីណាពុំមនីរ៉េតវ៉ាន់ចរិយាចំណែកការប្រកួតនារីទម្ងន់45គីឡូក្រាមបានទៅលើឈ្មោះសែមសុគាទម្ងន់50គីឡូក្រាមបានទៅលើឈ្មោះរិទ្ធកំលៀងនារីទម្ងន់45គីឡូក្រាមបានទៅលើឈ្មោះនៀតលៀងគឹមនារី60គីឡូក្រាមបានទៅលើឈ្មោះស៊ឿនសុកគៀងចំណែកក្រុមឯកតជនបុរសទម្ងន់55គីឡូក្រាមបានទៅលើឈ្មោះគឹមយីនិង60គីឡូក្រាមបានទៅលើឈ្មោះវ៉ែនកញ្ញា65គីឡូក្រាមឈ្មោះហៀវញ៉ាញ់70គីឡូក្រាមបានទៅលើឈ្មោះស្រៀងវិបុលខ្ញុំបានជ័យលាភីលេខ1ផ្នែកកំបាឯកតជននារីគីឡូ50រំភើបបងព្រោះនេះជាលើកទី1របស់ខ្ញុំមិនដែលឆ្លងកាត់ការប្រឡងនានានេះជាលើកទី1ដែលខ្ញុំមានមោទនភាពហើយខ្ញុំបានទទួលលទ្ធផលដ៏ល្អទៀតកីឡាការ៉ាតេដូមានសារៈសំខាន់ណាស់សម្រាប់យុវជនកម្ពុជាយើងទាំងអស់ទី1ទៅលើសុខភាពបើសិនជាយុវជនគឺទាំងប្រជាជនកម្ពុជាយើងមានសុខភាពនោះអ្វីៗនឹងដំណើរការទៅយ៉ាងចំពោះ SEA Games ឆ្នាំ2023របស់កម្ពុជាខ្ញុំនឹងបដិញ្ញាចិត្តយកមេដាយមាសជូនប្រជាជនកម្ពុជាជូនរដ្ឋាភិបាលកម្ពុជាឲ្យទាល់តែបានខ្ញុំចង់ឲ្យរដ្ឋាភិបាលរៀបចំកម្មវិធីនេះមួយឆ្នាំយ៉ាងហោចណាស់ពី3ដងដើម្បីឲ្យកីឡាករកីឡាការិនីនឹងបានចូលរួមប្រកួតច្រើនដើម្បីស្គាល់នៅបច្ចេកទេសច្រើននិងបទពិសោធន៍ច្រើនដើម្បីសម្រាប់ SEA Games 2023ខ្ញុំចូលរួមប្រកួតនៅថ្ងៃនេះមានអារម្មណ៍ថាភ័យផងអរផងតែខ្ញុំបានមេដាយនេះខ្ញុំបញ្ញាថាខ្ញុំនឹងខិតខំប្រឹងប្រែងហាត់បន្តទៀតដើម្បីយកមេដាយមាសនៅការប្រកួតលើកក្រោយទៀតខ្ញុំហាត់ការ៉ាតេសម្រាប់ការពារខ្លួនហើយសុខភាពល្អខ្ញុំចង់ឲ្យមានការប្រកួតលើកក្រោយដែរនៅថ្ងៃមុខSEA Gamesមិនថានៅក្នុងប្រទេសឬក៏ក្រៅប្រទេសទេខ្ញុំនឹងខិតខំប្រឹងប្រែងវឹកហាត់ឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីមុខមាត់ប្រទេសជាតិនិងក្រុមគ្រួសារទាំងមូលផងដែរមកដើម្បីផ្ដល់កម្លាំងចិត្តកូនហាត់តៃក្វាន់ដូហ្នឹងបានមេដាយមាសខ្ញុំត្រេកអរណាស់ដែលកូនមានសមត្ថភាពថាយកមេដាយមាសបាននឹកឃើញថាកូនឈើហឺកីឡានឹងនិយាយចឹងចុះណាហ្នឹងហើយខ្ញុំសប្បាយចិត្តដែលកូនដើរនៅក្នុងផ្លូវសង្គមគេទទួលស្គាល់អញ្ចឹងតែកូនចូលក្នុងវិស័យកីឡាហ្នឹងបានមិញដឹងថាខាងរដ្ឋាភិបាលគេចង់ផ្ដើមពីវិស័យកីឡាហ្នឹងគិតថាពីដំបូងមកមិញឃើញខោអាវកូនហ្នឹងមិញផ្អាក់តិចកូនដល់ធ្វើទៅនិស័យកូនដូចថានិស័យកូនទៅខាងហ្នឹងមិញអត់ហ៊ាននេះកូននេះព្រោះនឹកឃើញថាអ្វីដែលកូនចូលក្នុងសង្គមគេមិញត្រេកអរធ្វើចុងឆ្នាំយើងនឹងធ្វើមួយទៀតតែភាគច្រើនយើងធ្វើជាប័ណ្ណបង្ហាញចុងឆ្នាំអញ្ចឹងដើមឆ្នាំយើងធ្វើមួយគឺសម្រាប់ប្រកួតប្រជែងយកពានរង្វាន់ចុងឆ្នាំជាការដកស្រង់ការពិសោធន៍នៃក្បាច់បច្ចេកទេសថ្មីណាអាហ្នឹងហើយតែមួយទៀតដែលខ្ញុំសប្បាយចិត្តដែរថាយើងឃើញថាដោយសារយើងធ្វើសក្តិអ្នកដែលគេជួយគ្រប់គ្រងយើងគេសប្បាយចិត្តដែរតែខ្ញុំឃើញថាថ្ងៃនេះម្ចាស់ជំនួយគេមកចែករង្វាន់ផ្ទាល់ទៅឲ្យដល់អ្នកកីឡាករកីឡាការិនីហ្នឹងយើងចង់ធ្វើម៉េចជំរុញឲ្យយុទ្ធនាការដែលសម្ដេចនាយករដ្ឋមន្ត្រីតេជោហ៊ុនសែនជំរុញថាមានមោទនភាពលើកទុកជ័យព្រោះឥឡូវយើងនិយាយខ្លីថានៅក្នុងកម្រិតជាតិយើងល្អយើងធ្វើបានច្រើនណាស់តែឥឡូវដំណាក់កាលនេះយើងចង់ធ្វើម៉េចឲ្យអន្តរជាតិនៅក្នុងតំបន់ក៏ដោយក្នុងពិភពលោកក៏ដោយគាត់ទទួលស្គាល់កម្ពុជាទង់ជ័យកម្ពុជាអញ្ចឹងអានេះជាការប្រឹងប្រែងមួយដោយផ្ទាល់ដោយគណៈកម្មការយើងដោយសាលាយើងហ្នឹងដើម្បីចូលរួមក្នុងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែរក្នុងហ្នឹងយើងទី1យើងជួយគ្រប់គ្រងសហព័ន្ធការ៉ាតេជាតិរបស់យើងទី2យើងជួយគ្រប់គ្រងគោលនយោបាយរបស់ក្រសួងអប់រំទី3បើសិនទាំងអស់នឹងធ្វើបានយើងជាស្វ័យប្រវត្តិយើងជួយគោលនយោបាយរដ្ឋាភិបាលហើយបើសិនជាយើងប្រឹងឲ្យជាប់កុំឲ្យដកខ្យល់នឹងបាន5 6 7ឆ្នាំទៀតខ្ញុំជឿថាយើងនឹងមានកីឡាករដែលអាចប្រកួតយក
មេដាយយកជូនប្រទេសជាតិយើងបានអាហ្នឹងដែលជាថាការទិសដៅរបស់យើងដែលយើងត្រូវតែប្រឹងប្រែង សាលាការ៉ាតេដូសូតូកង់កម្ពុជាសង្ឃឹមថានឹងអាចចូលរួមចំណែកមួយផ្នែកតូចជាមួយនឹងក្រសួងអប់រំយុវជននិងកីឡាគណៈកម្មការអូឡ িম্প ពិកសហព័ន្ធកីឡាការ៉ាតេដូកម្ពុជាដោយរៀបចំព្រឹត្តិការណ៍ជាតិដែលមានភាពទៀងទាត់មួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិល្បៈប្រយុទ្ធរបស់ជប៉ុនក៏ដូចជាពង្រឹងអ្នកការ៉ាតេវ័យក្មេងឲ្យយល់ដឹងពីវិន័យការគោរពខ្លួនឯងសាមគ្គីភាពនិងការកសាងជាតិ កម្មវិធីទំនើបភាវូបនីយកម្មខ្មែរមានផ្សាយជូនទស្សនារាល់ថ្ងៃអាទិត្យវេលាម៉ោង 8 យប់បន្ទាប់ពីកម្មវិធីព័ត៌មានអន្តរជាតិនិងមានផ្សាយជូនឡើងវិញរៀងរាល់ថ្ងៃច័ន្ទម៉ោង 1 រសៀលថ្ងៃពុធម៉ោង 9 ព្រឹកនិងថ្ងៃសុក្រម៉ោង 5 ល្ងាចសូមទស្សនាកម្មវិធីផ្សាយនិងសកម្មភាពការងារក្នុងគេហទំព័រ www.facebook.com/ទំនើបភាវូបនីយកម្មខ្មែរ